សហរដ្ឋអាមេរិកចាប់ផ្ដើមសម្ពយុទ្ធត្រៀមខ្លួនជាស្រេចរបស់យោធានៅមជ្ឈិមបូព៌ាសហរដ្ឋអាមេរិកបានចាប់ផ្ដើមសម្ពយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលច្រើនថ្ងៃនៅទូទាំងមជ្ឈិមបូព៌ាសម្ពយុទ្ធនេះស្របពេលជាមួយនឹងការប្រកាសរបស់ប្រធានាធិបតីដូណាល់ត្រាំអំពីការដាក់ពង្រាយកងទ័ពជើងទឹកបន្ថែមដែលបង្កើនភាពតានតឹងជាមួយនឹងទីក្រុងតេហេរ៉ង់យោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃទី28ខែមករាឆ្នាំ2026បានឲ្យដឹងថាទីបញ្ជាការកណ្ដាលកងកម្លាំងអាកាសអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថាសម្ពយុទ្ធត្រៀមខ្លួនត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការដាក់ពង្រាយយ៉ាងឆាប់រហ័សនិងការថែរក្សាយន្តហោះប្រយុទ្ធប្រតិបត្តិការនេះត្រូវបានគេចោទប្រកាន់ថាមានគោលបំណងផ្ទៀងផ្ទាត់នីតិវិធីសម្រាប់ការបែងចែកបុគ្គលិកនិងយន្តហោះចម្បាំងទៅកាន់ទីតាំងអាសន្នផ្សេងៗនិងការធ្វើសមាហរណកម្មបញ្ជាការជាមួយប្រទេសដៃគូដែលមិនបញ្ចេញឈ្មោះមេបញ្ជាការទីបញ្ជាការកណ្ដាលកងកម្លាំងអាកាសអាមេរិកលោកឧត្តមសេនីយ៍ឯក Derek Friend បាននិយាយថានេះគឺនិយាយអំពីការរក្សាការបដិញ្ញាចិត្តរបស់យើងក្នុងការរក្សាកងទ័ពអាកាសឲ្យត្រៀមខ្លួនប្រយុទ្ធនិងការអនុវត្តវិន័យដែលត្រូវការដើម្បីរក្សាធម្មពលអាកាសឲ្យអាចប្រើបាននៅពេលណានិងកន្លែងណាដែលត្រូវការសម្ពយុទ្ធផ្លូវអាកាសបំពេញបន្ថែមការកសាងកងទ័ពជើងទឹកដ៏សំខាន់មួយបញ្ជាការកណ្ដាលអាមេរិកបានបញ្ជាក់ថានាវាផ្ទុកយន្តហោះដើរដោយធម្មពលនុយក្លេអ៊ែរ USS Abraham Lincoln អមដោយនាវាពិឃាតមីស៊ីលណែនាំក៏បានចូលទៅក្នុងតំបន់នេះកាលពីដើមសប្តាហ៍ផងដែរអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright